ជំរាបសួរបងប្អូនជាទីស្រឡាញ់រាប់អានទាំងអស់គ្នាដែលបានអញ្ជើញមកដល់ Channel រៀនភាសាចិនដោយមិនអស់លុយបាទអញ្ចឹងដូចខ្ញុំបានជម្រាបបងប្អូនទាំងអស់គ្នាពីវីដេអូមុនហើយភាសាចិនសំខាន់គឺយើងត្រូវរៀនចាប់ពីថ្នាក់មូលដ្ឋានគ្រឹះដំបូងឡើងទៅយើងចេះច្បាស់ពេលដែលយើងចេះមូលដ្ឋានគ្រឹះច្បាស់ហើយទៅយើងចេះអានចេះសរសេរចេះបញ្ចេញសំឡេងភាសាចិនបានត្រឹមត្រូវទៅតាមសំឡេងបាទដោយសារតែភាសាចិនគឺមានសំឡេងការលើកដាក់សំឡេងច្រើនសំឡេងបងប្អូនមានរហូតទៅដល់5សំឡេងឯណោះបាទអញ្ចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនអំពីមូលដ្ឋានគ្រឹះនៃភាសាចិនដែលយើងចាប់ផ្ដើមរៀនចាប់ពីមូលដ្ឋានគ្រឹះនេះទៅគឺចាប់ផ្ដើមពីព្យញ្ជនៈបាទដែលភាសាចិនគេហៅថាសឹងម៉ូប្រែថាព្យញ្ជនៈបាទអញ្ចឹងព្យញ្ជនៈភាសាចិនមាន21បូកនឹង3បាទ21បូក3អញ្ចឹងហេតុអីបានមាន21បូក3ដោយសារតែព្យញ្ជនៈភាសាចិនគឺព្យញ្ជនៈទូទៅមានចំនួន21បងប្អូនខាងលើនេះគឺមាន21ហើយបូក3នេះ3ខាងក្រោមនេះគឺជាព្យញ្ជនៈពិសេសបាទអញ្ចឹងបងប្អូនត្រូវចាំ3ខាងក្រោមនេះជាព្យញ្ជនៈពិសេសបាទព្យញ្ជនៈពិសេសនេះគឺហេតុអីបានហៅថាវាជាព្យញ្ជនៈពិសេសអញ្ចឹងគឺវាជាព្យញ្ជនៈពិសេសឬក៏ស្រៈពិសេសដោយសារតែពេលខ្លះវាដើរតួជាព្យញ្ជនៈផងហើយពេលខ្លះទៀតវាអាចដើរតួជាស្រៈផងបាទ3ហ្នឹងបងប្អូនអញ្ចឹង3ហ្នឹងជាព្យញ្ជនៈពិសេសឬមួយក៏ជាស្រៈពិសេសបាទអញ្ចឹងនៅក្នុងមេរៀននេះខ្ញុំបង្ហាញវាក្នុងលក្ខខណ្ឌព្យញ្ជនៈពិសេសបាទអញ្ចឹងបងប្អូនចង់ចេះចិនឲ្យច្បាស់បងប្អូនត្រូវចាប់ផ្ដើមរៀនពីថ្នាក់ដំបូងមូលដ្ឋានគ្រឹះដំបូងទៅណាបងប្អូនយើងមិនអាចចាប់ផ្ដើមភ្លាមយើងចូលទៅដល់ថ្នាក់សន្ទនាភ្លាមទេហើយក៏មិនអាចរៀនភ្លាមយើងចេះភ្លាមដែរបងប្អូនត្រូវការព្យាយាមណាបងប្អូនបាទអញ្ចឹងដូចខ្ញុំបង្ហាញពីខាងដើមមកអញ្ចឹងហើយក៏ដូចការបង្ហាញពីវីដេអូមុនមកអញ្ចឹងបងប្អូនបើបងប្អូនចង់ចេះភាសាចិនឲ្យច្បាស់នោះបងប្អូនត្រូវរៀនចាប់ដើមពីថ្នាក់ដំបូងតទៅបាទឥឡូវនេះយើងនឹងចាប់ដើមរៀនពីថ្នាក់ដំបូងនេះតទៅគឺបងប្អូនរៀនអានរៀនសរសេរជាមួយខ្ញុំបាទតោះអញ្ចឹងព្យញ្ជនៈភាសាចិនគេហៅថាសឹងម៉ូប្រែថាព្យញ្ជនៈបាទអញ្ចឹងបងប្អូនរៀនអានទាំងអស់គ្នាពផម៉ហ្វទថនលកខជីឈី
dư chư 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 sư sư y u bạn chẳng khẳng lớn ấy cứ chia chôn chỉnh nè miền chấm nuôn một phây muối bong ổn chôn chỉnh nè một phây muối bột nâng chôn chỉnh nè bị sai chấm nuôn 3 ណាបងប្អូនអញ្ចឹងស្របចូលគ្នាមាន24ជនជាតិភាសាចិនណាបងប្អូនe u ហើយនឹង u ហ្នឹងគឺជនជាតិពិសេសបងប្អូនត្រូវចាំណាហើយ ការបញ្ចេញសំឡេងe ដែលយើងសរសេរអក្សរ y ហ្នឹងគឺ e យើងអានសំឡេងធម្មតា e ធម្មតាបងប្អូនឯ u អក្សរ u ចុច 2 ហ្នឹងគឺយើងអានសំឡេងខ្ទរឬក៏សំឡេងធ្ងន់ណាបងប្អូនយើងអានបាទអញ្ចឹងបងប្អូនត្រូវចាំណាបងប្អូនបាទឥឡូវយើងចាប់ដើមអានម្ដងទៀតហើយមុនហ្នឹងខ្ញុំអាន2ដងបងប្អូនខ្ញុំអានផ្ទួនណាដើម្បីឲ្យបងប្អូនចាប់ឲ្យបានឲ្យតន់អញ្ចឹងបងប្អូនឥឡូវយើងរៀនអានម្ដងទៀតទាំងអស់គ្នាបងប្អូនដោយយើងអានម្ដងមួយបងប្អូនតោះចាប់ដើមសឹងមូជញ្ញនៈបផមហ្វតថនលកខហជីឈីស៊ីជឈsư dư chư chư sư y uបាទអញ្ចឹងបងប្អូនអានម្ដងទៀតពផមហ្វតថនលកខហជីឈីស៊ីជឈsư dư chư chư sư y uបាទអញ្ចឹងខ្ញុំសូមបញ្ជាក់មួយទៀតកន្លែងជឺឈឺស៊ឺយឺហើយនឹងជឺឈឺស៊ឺណាបងប្អូនមើលចំណុចហ្នឹងអក្សរខ្មែរយើងសរសេរដូចគ្នាសរសេរអក្សរជឺឈឺស៊ឺដូចគ្នាតែការអានការបញ្ចេញសំឡេងខុសគ្នាបងប្អូនខាងដើម3នេះគឺយើងគួចអណ្ដាតឡើងលើបងប្អូនយើងអានឲ្យខ្យល់ខ្ទរបងប្អូនយើងអានជឺឈឺស៊ឺបាទហើយយឺហើយដល់ពេលជឺឈឺស៊ឺខាងមុខនេះគឺយើងអានអណ្ដាតយើងធម្មតាអណ្ដាតនៅត្រង់ត្រឹមពាក់កណ្ដាលធ្មេញបងប្អូនយើងអត់គួចឡើងលើដូចខាងដើមទេគឺយើងអានជឺឈឺស៊ឺអញ្ចឹងបងប្អូនអាន3 4នឹងម្ដងទៀតតោះជឺឈឺស៊ឺហើយនឹងជឺឈឺស៊ឺខុសគ្នាបងប្អូនឃើញទេសំឡេងខ្ទរបងប្អូនមួយទៀតម្ដងទៀត3ខាងដើមសំឡេងខ្ទរជឺឈឺស៊ឺដល់ពេល3ចុងក្រោយនេះជឺឈឺស៊ឺ
ណាបងប្អូនត្រូវចាំបាទហើយជនជាអ្នកពិសេស3នេះគឺ e u ណាបងប្អូនគឺអក្សរ e ដែលសរសេរដោយ y នេះគឺអាន e ធម្មតាឯ e ដោយមានអក្សរ u.2 នេះគឺយើងអានសំឡេងធ្ងន់ណាបងប្អូនបាទអញ្ចឹងបងប្អូនអាចរៀនអានរៀនសរសេរឲ្យបានច្រើនបងប្អូនទៅចាំហើយមូលដ្ឋានគ្រឹះនេះគឺសំខាន់ណាស់បងប្អូនយើងមិនអាចរំលងបានទេណាបងប្អូនតនេបងប្អូនអាចចូលមើលសារដើមឡើងវិញអានម្ដងហើយម្ដងទៀតរៀនសរសេរម្ដងហើយម្ដងទៀតឲ្យចាំណាបងប្អូនពេលដែលយើងចេះច្បាស់ហើយទើបយើងអាចចូលដល់ថ្នាក់បន្តទៀតបានបងប្អូនបើយើងចេះអត់ច្បាស់ទេគឺរៀនអត់ចេះទេណាបងប្អូនតាមអត់តាន់ទេហើយការបញ្ចេញសម្លេងក៏អត់ត្រូវដែរបងប្អូនហើយបងប្អូនដែលលឺអ្នកខ្លះថារៀនភាសាចិន 4-5 ឆ្នាំ10ឆ្នាំចេញមកធ្វើការអត់កើតនិយាយមិនត្រូវអានមិនត្រូវតាមសម្លេងអីអញ្ចឹងជាដើមបងប្អូនអញ្ចឹងទាំងអស់ហ្នឹងហើយគឺមូលចេញមកពីមូលដ្ឋានគ្រឹះគាត់រៀនមិនបានច្បាស់បងប្អូនពេលដែលរៀនមិនបានច្បាស់គឺអានមិនត្រូវតាមសម្លេងទេហើយអានមិនត្រូវហើយយូរទៅគឺអានមិនត្រូវគឺរៀនអត់ចេះទេហើយក៏ខ្លាចគេឬក៏ខ្មាស់គេជាដើមហើយក៏រៀនមិនទាន់គេអញ្ចឹងទៅបងប្អូនដូច្នេះទៅធ្វើឲ្យគាត់រៀនភាសាចិនអត់ចេះរៀនចប់ប្រើការអត់កើតអញ្ចឹងណាបងប្អូនបាទអញ្ចឹងសូមបញ្ជាក់បងប្អូនត្រូវតែរៀនពីមូលដ្ឋានគ្រឹះនេះឲ្យចេះច្បាស់បងប្អូនឲ្យច្បាស់សរសេរផងអានផងសរសេរហើយសរសេរទៀតអានហើយអានទៀតធ្វើម៉េចឲ្យចេះច្បាស់ទើបយើងអាចបន្តទៅមេរៀនបន្តទៀតបងប្អូនបាទអញ្ចឹងមេរៀននេះខ្ញុំសូមបង្ហាញត្រឹមហ្នឹងគឺបញ្ជនជាអ្នកភាសាចិនណាបងប្អូនដែលគេហៅថាសឹងមូគឺប្រែថាបញ្ជនជាអ្នកបាទហើយនៅមេរៀនបន្តទៀតយើងនឹងរៀនអំពីស្រៈបាទអញ្ចឹងយើងចាប់ផ្ដើមរៀនបញ្ជនជាអ្នកហើយរៀនស្រៈទៅយើងចេះទាំងស្រៈចេះទាំងបញ្ជនជាអ្នករួចទៅយើងអាចរៀនប្រកបនឹងការបញ្ចេញសម្លេងផ្សេងទៀតបន្តទៀតណាបងប្អូនបាទអរគុណបងប្អូនហើយបើសិនជាវីដេអូនេះបងប្អូនមានគិតថាស្រឡាញ់ចូលចិត្តឬក៏មានប្រយោជន៍ដល់បងប្អូនសូមបងប្អូនជួយចុច like ចុច share និងចុច subscribe និងចុចរូបកណ្ដឹងសញ្ញាកណ្ដឹង channel របស់ខ្ញុំមួយផងដើម្បីទទួលបានមេរៀនថ្មីជាបន្តទៀតជារៀងរាល់ថ្ងៃបងប្អូនហើយមួយវិញទៀតបងប្អូនជួយចុច share ផងដើម្បីឲ្យបងប្អូនយើងដែលគាត់ចង់ចេះចង់រៀនភាសាចិនគាត់បានចូលរៀនជាមួយគ្នាបងប្អូនដោយសារតែខ្ញុំចែករំលែកបទពិសោធន៍នេះគឺមិនគិតប្រាក់ទេបងប្អូនមិនគិតលុយទេតាមអ្វីដែលខ្ញុំចេះទាំងបទពិសោធន៍និងចំណេះដឹងដើម្បីចែកឲ្យបងប្អូនអាចរៀនទៅយកទៅប្រើការបានទាំងអស់គ្នាហើយយើងជួបគ្នានៅវីដេអូបន្តនេះទៀតបងប្អូនថ្នាក់ស្រៈភាសាចិនណាបងប្អូនបាទអរគុណច្រើនបងប្អូនជម្រាបលា